យើងបានឃើញចំណីមួយទៀតហើយអាហារដ៏ឆ្ងាញ់របស់យើងឯងឆាប់ចូលមកណេះមកនៅក្នុងភូមិដ៏តូចមួយមានបរិសុទ្ធពីរនាក់កំពុងតែរៀបចំខ្លួនដើម្បីចូលទៅក្នុងព្រៃដោយពួកគាត់បានឮមកថានៅក្នុងព្រៃមួយនោះមានកំណប់ទ្រព្យសម្បត្តិនិងមាសប្រាក់ជាច្រើនហើយមនុស្សម្នាតែងតែចូលទៅក្នុងព្រៃដើម្បីស្វែងរកកំណប់ប៉ុន្តែពុំដែលឃើញនរណាម្នាក់ដែលបានចេញមកវិញនោះទេទោះបីជាមនុស្សដែលចូលទៅមិនបានចេញមកវិញក៏ដោយក៏នៅតែមានមនុស្សជាច្រើនដែលចូលទៅបន្តបន្ទាប់ដោយសារតែការលោភលន់ចង់បានមាសប្រាក់នោះឯងចំណែកបរិសុទ្ធពីរនាក់ដែលមានឈ្មោះថានាយជ្រក់និងនាយច្រាញ់គាត់ក៏បានលាអ្នកភូមិពូមិញបើសិនជាខ្ញុំចូលទៅក្នុងព្រៃបានទ្រព្យសម្បត្តិខ្ញុំនឹងយកមកចែកអ្នកភូមិយើងហើយនឹងអភិវឌ្ឍភូមិយើងឲ្យកាន់តែរីកចម្រើនអើឯងទៅប្រុងប្រយ័ត្នផងណាពូជូនពរពួកឯងទាំងពីរឲ្យមានសុវត្ថិភាពហើយពួកឯងទាំងពីរចូលទៅក្នុងព្រៃកុំនិយាយពីអ្វីផ្ដេសផ្ដាស់ឲ្យសោះណាហើយត្រូវតែចេះស្រឡាញ់គ្នានិងមើលថែគ្នាលើទេបើពូខ្ញុំចាំពាក្យពូនិយាយពូខ្ញុំទាំងពីរមិនមែនជាបងប្អូនមែនតែស្រឡាញ់គ្នាដូចជាបងប្អូនចឹងពូអាចជ្រក់នៅច្រាញ់បើសិនជាក្នុងព្រៃមានរឿងអ្វីកើតឡើងមិនស្រួលពួកឯងឆាប់មកវិញមកកុំខ្វល់ពីទ្រព្យសម្បត្តិអ្វីឡើយលើទេក្រោយពីនិយាយប្រែប្រាំទៅកាន់អ្នកភូមិរួចនាយជ្រក់និងនាយច្រាញ់ក៏បានធ្វើដំណើរចូលទៅក្នុងព្រៃក្រោយមកនាយជ្រក់និងនាយច្រាញ់ពួកគាត់ទាំងពីរខំប្រឹងធ្វើដំណើរមិនហ៊ានឈប់នោះទេចំណែកនៅជ្រុងម្ខាងទៀតនៃព្រៃក៏មានបរិសុទ្ធម្នាក់កំពុងតែរត់គេចពីបិសាចមួយក្បាលឆាប់ឈប់ភ្លាមចំណីរបស់យើងឲ្យឆាប់ឈប់ឲ្យលឿនទៅយីអាបិសាចនេះយើងបានធ្វើអីឯងបានជាឯងទៅតាមយើងបែបនេះឯងមិនបានធ្វើអីយើងទេប៉ុន្តែយើងឃ្លានយើងចង់ស៊ីឯងនឹងហើយយើងខានស៊ីចំណីចិត្តមួយខែទៅហើយដូច្នេះហើយយើងត្រូវតែចាប់ឯងឲ្យបានហើយមិនបាច់ខំប្រឹងរត់ទេទោះបីជារត់យ៉ាងណាក៏មិនអាចរត់ពីកណ្ដាប់ដៃយើងឡើយនៅក្នុងព្រៃមួយនេះយើងរស់នៅឡើងស៊ាំទៅហើយទោះបីជាកលុកកលៀនណាក៏យើងស្គាល់ដែរយីអាបិសាចនេះវើយផ្លែឈើមកកណ្ដោឯងមិនទៅបេស៊ីមកចាប់យើងស៊ីធ្វើអីសាច់យើងប្រែងនៅវើយយើងខានងូតទឹកជិតមួយខែហើយមែនក៏អីយើងចូលចិត្តណាស់សាច់មនុស្សដែលមិនបានងូតទឹករស់អីយើងក៏មិនដែលងូតទឹកដែរនៅពេលនោះដែរបិសាចរវល់តែនិយាយធ្វើឲ្យបិសាចមួយនោះតាក់ជើងដួលដែលធ្វើឲ្យបរិសុទ្ធម្នាក់នោះមានអាការរត់គេចបានហើយពេលយប់ក៏បានចូលមកដល់ព្រះច័ន្ទភ្លឺចិញ្ចាចនៅលើផ្ទៃមេឃមានពន្លឺចែងចាំងចូលមកក្នុងព្រៃនាយជ្រក់និងនាយច្រាញ់កំពុងតែអង្គុយបង្កាត់ភ្លើងនៅក្រោមពន្លឺព្រះច័ន្ទនោះឯងណាជ្រក់ឯងគិតថានៅក្នុងព្រៃនោះមានកំណប់មែនអត់វ៉ៃតាមយើងគិតមើលទៅប្រហែលជាមានមែនណាបើមានមែនល្អមកហើយយើងឃើញអ្នកមាននៅក្នុងភូមិយើងគេមានលុយគេមានស្រីច្រើនណាស់តែពូយើងទាំងពីរវិញហើយមើលមកឡងសង្ហាតែអត់មានស្រីស្រឡាញ់មើលដល់សារតែអញសង្ហាពេកហ្នឹងថ្ងៃមុនអញទៅលេងបងធေါ်អញឲ្យមើលថ្ងៃមុនគ្រាន់តែគាត់ឃើញអញភ្លេមិនមើលគាត់រត់ចង់បាក់កធ្វើមិនចាស់មកពីយើងកើតបោពីសង្ហាពេកហើយនាយជ្រក់នាយច្រាញ់កំពុងតែនិយាយចែកគ្នាសោកចុកពេលនោះដែរស្រាប់តែបុរសដែលត្រូវបានបិសាចដេញតាំងពីថ្ងៃនោះក៏បានរត់ចូលមកទាំងទឹកមុខសេកស្លាំងនិងភ័យខ្លាចផងដែរចូលមកមួយនេះឲ្យមកពីណាហើយក៏ភ័យម្លេះហ่าយីពីនេះឯងឆាប់រលូនទៅហើយបិសាចដេញតាមអញហើយវ៉ៃយីឯងទៅខ្លាចធ្វើអីអញទៅពីអ្នកនៅទីនេះហើយពួកឯងទៅពីហ្នឹងគ្រូចាប់បិសាចមែនបានមិនខ្លាចចឹងយើងមិនគ្រូចាប់បិសាចទេតែយើងធ្លាប់រៀនពីរបៀបចាប់បិសាចណែជ្រួយរៀនចាប់បិសាចពីកាអ្វីមកក៏យើងមិនដឹងសោះចឹងឯងធ្វើមិនដឹងបើយើងរៀនតាម YouTube ចូលមើលវាហើយមួយឯងនឹងបិសាចដេញចាប់មែនក៏អីមែនតើយើងพูดពួកឯងធ្វើអីពីនេះយីឯងចាំនិយាយធម្មតាមកឯងចាំនិយាយសំឡុតធ្វើអីបន្ទាប់ពីនិយាយជាមួយគ្នាអស់រយៈពេលមួយសន្ទុះធំណែមកដល់ចាឯងឈ្មោះអីវ៉ៃហើយមានអាយុប៉ុន្មានយកពួកយើងទៅពីធ្វើបងធေါ်មកទៅយើងអាយុ30ឆ្នាំវ៉ៃចូលមកច្រាញ់យើងអាយុទំតែ18ហ្នឹងហើយយើងហៅវាមួយថ្ងៃហើយយីពីអ្នកនេះវ៉ៃវាទំតែអាយុ18មកចង់យកអញធ្វើជាប្អូនធေါ်ទៀតហើយមិនមកពួកឯងទៅពីអីក៏គិនចាស់ហាខ្លាំងមិនហាធ្វើមិនពូបើខ្ញុំនៅក្នុងពោះម៉ែខ្ញុំនឹង10ឆ្នាំនោះបានកើតចេញមកយីវាមិនដែរទេចំជ្រុកហើយលើសំឡេងអីគេអត់វ៉ៃអញលើតាសំឡេងស្រែកហ្នឹងចំសំឡេងគេចាបានយើងសួរឯងហ្នឹងពីអ្នកទីលុបបិសាចដែលដេញតាមអត់ឆ្ងាយមិនទេដឹងនៅពេលនោះដែរក៏មានបិសាចមួយក្បាលក៏បានលោតចេញពីក្នុងកំពតព្រៃប៉ុន្តែមិនមែនជាបិសាចដែលបានដេញបុរសនោះកាលពីថ្ងៃនោះទេយើងបានឃើញចំណីមួយទៀតហើយអាហារដ៏ឆ្ងាញ់របស់យើងឯងឆាប់ចូលមកណេះមកពីអ្នកឯងធ្វើមកទៅវើយមានធ្វើមិនពូឯងមិនឆាប់រត់ឲ្យលឿនមកចូលពូនេះឯងរត់លឿនមិនពូបើចាំខ្ញុំផងបិសាចក៏បានដេញចាប់ពួកគេទាំង3ទាំងយប់ផងដែរដែលធ្វើឲ្យក្នុងព្រៃមានសម្លេងរំខានជាខ្លាំងហើយសម្លេងរំខានទាំងនោះក៏បានឮទៅដល់ទេវតាមួយអង្គដែលបានរស់នៅទីនោះផងដែរហើយនៅណាទេយប់ហើយមិនក៏រំខានខ្លាំងម្ល៉េះនេះសង្ស័យតែពួកបិសាចទាំងនោះដេញចាប់មនុស្សទៀតហើយមើលទៅយើងមានតែប្រដៅបិសាចនោះឲ្យដឹងដៃម្ដងចំណែកបុរសទាំង3ក៏បានរត់រហូតពួកគាត់ទាំង3ក៏បានរត់ទៅដល់ផ្លូវតមួយដែលនៅខាងមុខរបស់ពួកគាត់គឺជាជ្រោះដ៏ជ្រៅ
ជ្រុជ្រុសើណាស់វើយ មិនហើយពូយើងមិនទាន់បានកំណត់ផងនេះពូយើងសង្ស័យតែចប់ត្រឹមនឹងហើយមើលទៅ ណែពូពួកឯងកំពុងធ្វើអីហ្នឹងពូបើសាច់មកដល់លើហើយពួកឯងនៅសាពះស្អីគេពួកឯងទៀតហ្នឹង គុំមាត់ពីអ្នកយើងកំពុងតែសូត្របលេថ្វាយបង្គំគ្រូងីឲ្យពួកឯងមកសូត្របលេថ្វាយបង្គំគ្រូអីពេលហ្នឹងបើសាច់មកចាប់ស៊ីឥឡូវហើយបើផ្លូវតហើយបើយើងឲ្យរត់ទៀតមិនកើតបើយើងមិនថ្វាយបង្គំគ្រូបើរត់មិនរួចមានតែវាយ ពូពួកឯងចង់វាយជាមួយបើសាច់គួយ ពួកឯងទាំងពីរអត់ដែលលើពាក្យចាស់ថាទេអីហាកុំអោយនេះវាយឆ្កែបើឆ្កែចោតច្រកឆ្កែនឹងខំវិញ យីវាមិនដែរទេពួកយើងទាំងពីរមិនឆ្កែណាមនុស្ស ជុំពូវាមកដល់ហើយពូ នៅពេលដែលបិសាចបានមកដល់ពួកគាត់ទាំង3ក៏បានភ័យឡើងញ័រដៃញ័រជើងអស់ទាំងហើយ ពួកឯងទាំង3ចង់រត់ទៅណាទៀតថ្ងៃនេះយើងប្រកាសជាបានចំណេញឆ្ងាញ់ហើយមើលទៅពួកឯងម្នាក់ថតម្នាក់ស្គមដូចជាត្រីចិត្តយើងខ្លាំងណាស់ កុំចូលមកប្រយ័ត្នលឹងលោកចូលជ្រុះ បើឯងហ៊ានទៅលោតឯងនឹងត្រូវស្លាប់ហើយតើឯងហ៊ានហើយទេ នៅអំឡុងពេលពួកគាត់ទាំង3កំពុងតែរៀបនឹងមានគ្រោះថ្នាក់ហើយទេវតាមួយអង្គដែលបានរស់នៅក្នុងព្រៃនោះក៏បានលេចមុខចេញមកណែបិសាចឯងឆាប់ចេញទៅឆ្ងាយទៅហេតុអ្វីបានជាពួកឯងចេះតែដើរចាប់មនុស្សស៊ីអញ្ចឹងបើឯងមិនចង់ឲ្យខ្លួនឯងវិនិច្ឆ័យទេឯងឆាប់ចេញតាមសម្រួលទៅ ណែទេវតាលោកឯងគិតថាយើងខ្លាចលោកឯងមែនទេចាំមើលយើងនឹងចាប់ទាំងលោកទេវតាឯងស៊ីទៀតផងចុះមកជួយជ្រិញទេវតាមកជួយយើងហើយវើយមានសង្ឃឹមហើយ មិនហើយពូ នៅពេលនោះដែរទេវតាមួយអង្គនោះទ្រង់ក៏បានប្រយុទ្ធជាមួយនឹងបិសាចចំណែកបិសាចមើលទៅពិតជាមិនអន់នោះទេប៉ុន្តែការចូលចេះរឹងរូសរបស់បិសាចធ្វើឲ្យទេវតាទ្រង់ខ្ញាល់ជាខ្លាំងបិសាចយើងលែងឯងទៅធម្មតាតែឯងមិនទៅ យើងមិនទៅទេយើងចង់ប្រយុទ្ធជាមួយនឹងឯងចង់យ៉ាងម៉េច នៅពេលនោះដែរទេវតាទ្រង់ក៏បានប្រើកម្លាំងវេទមន្តរបស់ទ្រង់ដែលពោពេញដោយអំណាចចាប់បិសាចមួយនោះដាក់ឃុំក្នុងដើមឈើ ទេយើងមិនចង់ឃុំនៅក្នុងដើមឈើទេឆាប់ដល់លែងយើងទៅ យើងអាចទៅតាមសម្រួលតែឯងមិនស្រាប់ឥឡូវយើងនឹងឃុំឯងនៅក្នុងនេះនៅពេលនោះដែរទេវតាទ្រង់ក៏បានសួរទៅកាន់ពួកគាត់ទាំង3ហើយអ្វីបានអ្នកទាំង3ចូលមកក្នុងព្រៃនេះចឹងតើអ្នកទាំង3មិនដឹងទេឬថានៅក្នុងព្រៃនេះសម្បូរទៅដោយបិសាចនោះគ្នាច្រើនមកហើយដែលចូលមកមិនដែលចេញទៅវិញដោយសារតែពួកគេត្រូវបានបិសាចស៊ី ក្រាបទូលព្រះអង្គពូយើងទាំង3ចូលមកក្នុងព្រៃនេះដើម្បីស្វែងរកកំណប់ទូបង្គំចង់សួរព្រះអង្គដែរតើមានកំណប់មែនទេព្រះអង្គនៅក្នុងព្រៃមួយនេះ នៅក្នុងព្រៃនេះពិតជាមានកំណប់មែនប៉ុន្តែវានៅក្នុងព្រៃជ្រៅឯណោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកទាំង3ដែលជាមនុស្សធម្មតាមិនចេះអ្វីសោះ ប៉ុន្តែពូយើងចង់យកទ្រព្យសម្បត្តិទាំងអស់នោះទៅឲ្យអ្នកភូមិដើម្បីឲ្យពួកគាត់មានការរីកចម្រើនហើយនឹងកាត់បន្ថយនឹងការលំបាករបស់ពួកគាត់ គំនិតរបស់អ្នកទាំង3ពិតជាល្អខ្លាំងណាស់យើងនឹងប្រទានពរដល់អ្នកទាំង3ដរាបណាអ្នកទាំង3ចេះសាមគ្គីគ្នាទោះបីជាមានឧបសគ្គឬក៏បិសាចខ្លាំងប៉ុណ្ណាក៏ដោយអ្នកទាំង3នឹងអាចគេចផុតពីគ្រោះថ្នាក់ទាំងឡាយដែលបានកើតឡើងហើយប្រសិនបើមាននរណាក៏ដោយដែលមានចិត្តស្មោះត្រង់ដូចជាអ្នកទាំង3ចង់មករាប់អានអ្នកទាំង3ពួកគេនឹងទទួលបានពរដូចគ្នាប៉ុន្តែផ្ទុយទៅវិញបើអ្នកនោះគឺជាមនុស្សដែលមានចរិតអាក្រក់ខុសខើពួកគេនឹងទទួលបាននូវផលអាក្រក់ដែលមិនអាចនឹកស្មានដល់ លុះស្អែកឡើងព្រះអាទិត្យក៏ចាប់ផ្ដើមរះពួកគាត់ទាំង3ក៏បានធ្វើដំណើរទៅមុខបន្តទៀតដើម្បីស្វែងរកកំណប់ក្រោយពីពួកគាត់ទាំង3បានធ្វើដំណើរអស់រយៈពេលមួយសន្ទុះធំក៏បានឃើញបរិបម្នាក់កំពុងតែរត់គេចពីបិសាចមួយក្បាល ជ្រុឯងមើលបីសាច់ដូចមនុស្សទីក្រោយនេះវើ កុំនឹងតាមយើងអីអាខ្លាចចង្រៃចាំចេះឆ្ងាយទៅ ចាប់ឈប់ឲ្យយើងស៊ីតាមទម្រួលទៅមនុស្សលោកតាមធម្មជាតិមនុស្សលោកកើតមកគឺជាសម្លេងរបស់បិសាចពួកយើងនឹងហើយអ្នកពីអ្នកកែងយើងមានពរពីទេវតាពីយប់មិញហីមិនថាបិសាចឬអ្វីក៏ដោយធ្វើឲ្យយើងបានទេ មែនតាពូខ្ញុំខំតាភ័យជ្រុឲ្យពរយប់មិញហ្នឹងស័ក្តិសិទ្ធអត់វៃ បាយចង់ដឹងមែនហើយមិនសាកមើលទៅអានេះវើយ នៅពេលដែលបរិសនោះរត់ជិតដល់នេះជ្រក់នឹងនេះចេញក៏បានរត់ទៅរារាំងបិសាច អូយហើយស្អីគេនឹងបុកអញមិញ គ្រាន់តែពួកគេទាំងពីរបានរារាំងភ្លាមធ្វើឲ្យវេទមន្តដែលមាននៅក្នុងខ្លួនដែលទេវតាបានប្រទានពរឲ្យពួកគេបានវិប្រហារទៅកាន់បិសាចមួយនោះ ជុំហេតុអ្វីបានជាលើខ្លួនពួកវាមានពលឺនៃអំណាចវេទមន្តខ្លាំងខ្លាម្ល៉េះគ្រាន់តែវារត់មកជិតយើងមិញនឹងធ្វើឲ្យយើងមានបាត់បង់ជីវិតទៀតមើលទៅបើយើងនៅប្រកាសជាបាត់បង់ជីវិតមិនខាន នៅពេលនោះដែរបិសាចរត់គេចខ្លួនចេញយ៉ាងលឿន ជុំយកជ្រិញពរទេវតាឲ្យយប់មិញពិតជាស័ក្តិសិទ្ធមែនបិសាចនោះខ្ទាបចង់មកពនម៉ែតែមើល ចាប់ពេលថ្ងៃហ្នឹងទៅមើលមានបីសាច់ណាហ៊ានធ្វើបាបរឿងទៀត ណែកុំអួតពេកពីអ្នកមិញណាគេភ័យឡើងចង់រីកនោមហើយ មានណាពូខ្ញុំមិនភ័យណាតែសាច់ដៃសាច់ជើងវាចេះតែទាញហ្នឹង ណែលបងឲ្យបុកឯងនោះមកពីណាបានធ្វើឲ្យបិសាចនេះតាមចឹង ណែនេះហាញអេកូសុភាពមិនហើយគេសិតតែលោកបង យីយើងឥឡូវមិនអត់ពីមុនទេវើយ
យើងត្រូវតែមានសុជីវធម៌នៅក្នុងខ្លួនណាហើយបងឯងមិនឆ្លើយមកថាមកពីណាហើយធ្វើអីបានធ្វើឲ្យបិសាចដេញចាប់ចឹង យេបើសិនជាអញប្រាប់ពួកវាថាអញលួចដិតសម្បុករបស់បិសាចធ្វើឲ្យបិសាចខឹងប្រកាសជាវាមិនឲ្យអញទៅជាមួយតែមកទៅអញមានតែកុហកពួកវាដើម្បីឲ្យពួកវាឲ្យទៅជាមួយហើយមកទៅដោយសារតែខ្ញុំទៅរកកំណប់ហើយបានជួបបិសាចហ្នឹង ណែជ្រក់យើងដូចញៀមទៅជឿសោះវិញនិយាយថាដាច់មិនទេ យីអាចជ្រិញនេះវិញគេគួរទាំងធ្វើអីបើគេមិនដាច់ស្គាល់យើងផងហ្នឹងនេះអញទៅរកកំណត់ដូចជាពួកយើងដែរ ហ៎ថាម៉េចអ្នកទាំង3ទៅរកកំណប់មែនទេ មិនហើយយើងទៅរកកំណត់ អញ្ចឹងតើខ្ញុំសុំទៅជាមួយដែរបានអត់ បានតើប៉ុន្តែទៅជាមួយនឹងពួកយើងត្រូវតែមានលក្ខខណ្ឌមួយត្រូវតែធ្វើ ចំពោះលក្ខខណ្ឌនេះទៅមិនក៏ពួកខ្ញុំទាំងពីរដឹងសោះចឹង យ៉ាពីនេះឯងកង្វល់មើលលក្ខខណ្ឌអញទៅតែមានថ្មីនេះបើសិនបើជាឯងចង់ទៅឯងត្រូវតែធ្វើតាមយើងប្រាប់អ្វីដែលឯងទៅធ្វើមិនត្រូវលុបលុនមិនត្រូវក្បត់ពួកយើងដើម្បីឡើយពុំនោះទេឯងនឹងត្រូវទទួលនៅអ្វីដែលឯងធ្វើ និយាយពូនឹងល្ងងម៉េចបើយើងប្រាប់ថាមិនធ្វើតាមមិនគាត់ឲ្យទៅបាទមិនអីទេពូខ្ញុំជាមនុស្សល្អទេពូ បើឯងយល់ហើយឯងធ្វើដំណើរទៅជាមួយយើងចោះឲ្យយើងភ្លេចសួរឈ្មោះឯងតើឯងឈ្មោះអ្វីដែរ បាទពូខ្ញុំឈ្មោះយុទ្ធពូ ក្រោយមកពេលយប់ក៏បានឆ្លងចូលមកដល់ព្រះច័ន្ទក៏ចាប់ផ្ដើមរះជាមួយនឹងផ្កាយដែលមានពន្លឺភ្លឺផ្លេយ៉ាងស្អាតពួកគេកំពុងតែអង្គុយបង្កាត់ភ្លើងសុកស្រាប់តែមានអារម្មណ៍ថាស្រជាក់ឆ្អឹងខ្នងជាខ្លាំង អ្នកជ្រក់ឲ្យមកគួរយើងមានអារម្មណ៍ថាតិចចង់ខ្នងម៉េចវិញ មែនតើពូមកឡាយហើយស្អុះចង់អីហើយដល់ឡើងខូតិចស្រេបចឹងពូ ទីលោមានបិសាចណាមកចិត្តយើងទៀតដឹង នៅពេលនោះដែរស្រាប់តែមានកូនបិសាចតូចៗជាច្រើនហោះនៅលើអាកាសហើយកូនបិសាចទាំងអស់នោះគឺជាវិញ្ញាណបិសាចដែលត្រូវបាននាយត់ដិតសម្លាប់កាលពីលើកមុននោះឯងលីមនោះស្រាប់តែនាយត់បានក្រឡេកទៅឃើញវិញ្ញាណកូនបិសាចទាំងអស់នោះ ចំនេះជាកូនបិសាចដែលយើងបានដាក់សម្លាប់តានេះតិចលោវាមកសងសឹងយើងទៅតែយើងធ្វើម៉េចប៉ុន្តែថ្ងៃមិញយើងឃើញបរិះពីនោះមានអំណាចខ្លាំងណាស់អាចមិនដេញមេបិសាចដែលជាម្ដាយរបស់បិសាចទាំងអស់នោះចេញបាននេះប្រហែលជាពួកគេអាចបង្ក្រាបវិញ្ញាណកូនបិសាចទាំងអស់នោះបានហើយមើលទៅ នាយត់បានបញ្ចេញនូវអាការៈបែបភ័យនៅពេលនោះដែលធ្វើឲ្យពូចម្ប៉ាមានអារម្មណ៍ថាសង្ស័យទៅកាន់នាយត់ខ្លាំងមែនទែន ទេយើងមើលទៅដូចជាមិនមានរឿងអ្វីកើតឡើងទេហើយអ្វីបានជាបរិអអ្នកនេះមើលទៅដូចជាភ័យមែនណែនេះយកទៅអញកើតអីមិនក៏អញភ័យបែបនេះភ័យឡើងញើសជោគវិញខ្លួនហើយញ៉ែតើអញមានរឿងអីកើតឡើងអញប្រាប់ពួកយើងមក បាទអត់មានអីទេពូដោយសារតែខ្ញុំស្អប់ពេកទៅបាច់ញើសនឹងពូ បាច់ញើសអីលោកបងពួកខ្ញុំទាំង3ហ្នឹងលងាចង់លេងហើយមានឡើងតិច តែនេះអញក៏ថាដេញទៅស្រួលមិនទេអាកាសធាតុត្រជាក់ចង់អីហើយក៏ថាក្តៅហើយមើល មែនបើយើងដូចជាសង្ស័យដែរហ្នឹងសង្ស័យថាគាត់មានអីលាក់បាំងជាមួយយើងទៀតហ្នឹង នៅពេលដែលឃើញថាពួកគាត់ទាំង3សង្ស័យទៅលើខ្លួននាយត់ក៏បានគិត តែអញគួរនិយាយប្រាប់ពួកគេទាំង3ថាម៉េចបើអញប្រាប់ពួកគេការពិតពួកគេប្រកាសជាមិនឲ្យអញទៅជាមួយទៀតទេមកទៅអញមានតែកុហកពួកគេទាំង3ទៀតហើយមើលទៅ ណែនេះយត់អញក៏គិតយូរមកឯងមានរឿងអីអញប្រាប់ពួកយើងមក បាទអត់មានអីទេពូខ្ញុំភ័យខ្លាចការពីថ្ងៃនៅមិនទាន់បាត់ហ្នឹងពូ យើងស្មានតែឯងមានរឿងអីបើមានរឿងអីមែនប្រាប់យើងមកចាំយើងជួយដោះស្រាយឲ្យឥឡូវនេះយើងគិតថាគួរតែធ្វើដំណើរទៅទាំងយប់ទៅ ហើយមកចឹងពូមិនក៏មិនធ្វើដំណើរពេលថ្ងៃទៅ ឯងមើលទៅកន្លែងនេះដូចជាមិនសូវស្រួលទេវាចម្លែកខ្លាំងណាស់យើងខ្លាចតែមានបិសាចនៅចិត្តនេះទេ បានមកចឹងក៏បានដែរពូទៅទាំងយប់ក៏បានដែរដើម្បីឲ្យឆាប់ដល់កន្លែងយកកំណត់ នៅពេលនោះដែរនេះជ្រក់នេះជ្រេញនាយត់និងពូចម្ប៉ានៅគ្នាធ្វើដំណើរទាំងយប់ពួកគាត់ទាំង4ធ្វើដំណើរបានតែបន្តិចស្រាប់តែឃើញថានៅខាងមុខមានពន្លឺអ្វីមួយយ៉ាងកំពុងតែភ្លឺផ្លេក ណែជ្រក់នឹងអាចជ្រិញយើងឃើញពន្លឺអីគេនៅខាងមុខណោមិនហើយពូខ្ញុំទាំងពីរក៏បានឃើញដែរនេះតិចលោកន្លែងលាក់កំណប់ទៅដឹងពូ នៅពេលនោះដែរពួកគាត់ទាំង4មិនមកយូរក៏បានរត់យ៉ាងលឿនដំឡងទៅរកពន្លឺនោះនៅពេលដែលពួកគាត់ទាំង3ទៅកាន់តែចិត្តក៏បានឃើញយ៉ាងច្បាស់ថា នេះជាពន្លឺអ្វីទៅវាជាពីក្នុងឡាភ្នំចឹងពូឬមួយតិចពេលប្រាក់នៅក្នុងរងទេហ្នឹងពូយើងក៏គិតដូចឯងចឹងដែរ នៅពេលនោះដែរពួកគាត់ទាំង4រៀបនឹងចូលទៅហើយស្រាប់តែងាកមើលទៅលើបានឃើញយក្សស្រីមួយកំពុងតែដេកហើយសម្រស់របស់យក្សស្រីមួយនោះក៏ស្រស់ស្អាតផងដែរនៅពេលដែលឃើញថាមានយក្សមួយយ៉ាងធំពួកគាត់ទាំង4ក៏មានអារម្មណ៍ថាភ័យយ៉ាងខ្លាំង ពីនេះ នៅពេលនោះដែរស្រាប់តែនេះជ្រក់ក៏បាននឹកឃើញថា ពូកែយើងមានពរពីទេវតាមិនក៏យើងខ្លាចយក្សចឹងពូមែនបើយើងផ្លេចថាយើងមានពរពីទេវតា នៅពេលដែលបានដឹងថាពួកគាត់ទាំង3មានពរពីទេវតានាយត់ក៏បានចាប់ផ្ដើមមានការច្រណែនជាខ្លាំង យីអញចូលមកក្នុងព្រៃនេះយូរណាស់មកហើយប៉ុន្តែមិនដែលឃើញទេវតាមួយអង្គណាចូលមកជួយអញសោះហេតុអីបានជាទេវតាលំអៀងខ្លាំងម៉េចចាំមើលបើសិនជាយើងមកកំណត់យើងនឹងកំចាត់ពួកអញទាំង3ចោល ដោយសារតែកំណប់នេះហើយទៅធ្វើឲ្យនាយត់កំពុងតែធ្លាក់ចូលទៅក្នុងជួសជើដ៏ធំដែលពុំដឹងថាខ្លួនកំពុងតែចិត្តវិនិច្ឆ័យនោះទេនៅពេលនោះដែរយក្សស្រីក៏បានដឹងខ្លួនហើយគាត់ក៏បានបង្រួញខ្លួនទូចប៉ុនមនុស្សផងដែរ ហើយពួកឯងទាំង4ចូលមកក្នុងព្រៃនេះមានការអីមែន ពួកយើងទាំង4មករកកំណប់មិនហើយពួកយើងទាំង4មករកកំណប់ហើយនាងគឺជាអ្នកណាដែរមិនក៏មិននៅទីនេះតែម្នាក់ឯងចឹង ខ្ញុំគ្រាន់តែជាវិញ្ញាណដែលត្រូវបានគេនិមិត្តមកប៉ុណ្ណោះដើម្បីឲ្យការពារកំណប់នៅទីនេះ ហានេះគឺជាកន្លែងលាក់កំណប់មែនចាំមើលនៅពេលដែលយើងបានកំណប់យើងនឹងកំចាត់ពួកឯងទាំង3ចោល អ្នកទាំង3ត្រូវតែឆ្លើយនឹងសំណួររបស់ខ្ញុំមួយ
បានបើចឹងមើលឆាប់ប្រាប់សំណួរមកកាន់យើងមក សំណួរមួយនេះមិនពិបាកទេតើអ្នកទាំង4យកទ្រព្យសម្បត្តិនេះទៅធ្វើអ្វីទៅបើសិនជាឆ្លើយត្រូវនៅតាមអ្វីដែលខ្ញុំចង់បានអ្នកទាំង4នឹងបានកំណត់ទាំងអស់នេះតែបើឆ្លើយខុសវិញអ្នកទាំង4នឹងត្រូវស្លាប់នៅទីនេះហើយ ណែជួនអាចជ្រែងឯងគួរគិតយើងតាឆ្លើយបែបណាបើឆ្លើយខុសយើងនឹងត្រូវស្លាប់ហើយណា ខ្ញុំចង់យកមាសនឹងទៅចែកឲ្យអ្នកភូមិខ្ញុំពូតាគួរឆ្លើយមិនទៅ យើងក៏ចង់យកទៅឲ្យអ្នកភូមិរបស់យើងដែរបើចឹងមិនពូយើងឆ្លើយតាមនឹងទៅបើចឹងមិនយើងធ្វើតាមពួកឯងក៏បានដែរ ពួកគេទាំង3នោះមានពរពីទេវតាប្រកាសជាឆ្លើយទៅមិនខានចំនួនប្រទេសជាតិអញនឹងខ្លាចទៅជាអ្នកមានហើយ បាទនាងយ៉ាយើងចង់យកតនសម្បត្តិទាំងអស់នេះទៅឲ្យអ្នកភូមិរបស់ពួកយើងហើយយើងនឹងអភិវឌ្ឍភូមិយើងឲ្យកាន់តែរីកចម្រើនណាពីនេះយើងខ្លាចតែខុសទេវ៉ៃ ខ្ញុំពិតជាពេញចិត្តនៅចម្លើយទាំងនេះខ្លាំងណាស់អ្នកទាំងអស់គ្នាអាចចូលទៅយកទ្រព្យសម្បត្តិបានហើយ នៅពេលនោះនាងយក្សក៏បានបាត់ខ្លួនទៅហើយរនាំងសល់ដែលបានការពារនៅមុខលអាងក៏បានរលាយបាត់ផងដែរនៅពេលដែលឃើញថារនាំងសល់ការពាររងភ្នំត្រូវបានរលាយនាយយុទ្ធក៏បានកាន់កាំបិតមួយស្ទុះយ៉ាងលឿនទៅចាក់ពួកគេទាំង3ភ្លាមនោះស្រាប់តែចំហាយនៅវេទមន្តដែលនៅក្នុងខ្លួនពួកគាត់ទាំង3បានបញ្ចេញមកធ្វើឲ្យនាយយុទ្ធខ្ទាតមិនអាចធ្វើអ្វីពួកគាត់ទាំង3បាននោះទេហើយភ្លាមនោះដែរស្រាប់តែមានភ្លើងនរកមួយបានឆេះឆាបនាយយុទ្ធដែលធ្វើឲ្យនាយយុទ្ធមានការឈឺចាប់ខ្លាំងមែនទែន យើងសង្ស័យទៅលើវាយូរណាស់មកហើយមិនថាពូខ្ញុំក៏សង្ស័យដែរ អូក្តៅណាក្តៅណាអូក្តៅណា នេះឬពូដែលជាអំណាចនេះពរដែលទេវតាបានប្រទានឲ្យពួកយើងទាំង3ហ្នឹង ប្រហែលជាចឹងហើយនេះគឺជាលទ្ធផលដែលគេបានក្បត់ពួកយើងទាំង3 នៅពេលនោះដែរនាយយុទ្ធក៏បានរលាយខ្លាចទៅជាផ្សែងដោយសារតែលទ្ធផលនៃការក្បត់និងការលុបលន់ចំណែកពួកគាត់ទាំង3ក៏បានយកទ្រព្យសម្បត្តិទាំងអស់នោះទៅចែកឲ្យអ្នកភូមិ